នៅក្នុងកំណើតនឹងគឺការកសាងបារមីរបស់ព្រះបរមពុរិស័ទព្រះមហោសថនឹងដោយបញ្ញាបារមីគឺសេចក្តីត្រង់ដែលថាមានបញ្ញាអាចជួយដល់ប្រទេសនគរព្រមទាំងចម្ពោះទ្វីបនឹងឲ្យមានសន្តិសុខណាទៀតនឹងកុំឲ្យមានចម្បាំងរាំងជលកុំឲ្យមានការរំលោភឈ្លានពាននឹងគឺបញ្ញានឹងចាត់ចែងឆ្លាតឆ្លៀសគ្រប់សង្កត់នៅបញ្ញាអ្នកដតីដែលល្បីថាជាបណ្ឌិតអីនឹងយ៉ាងណាគឺដោយសារបញ្ញារបស់ព្រះបរមពុរិស័ទនឹងមិនមែនជាជាតិកំណើតតែព្រះអង្គត្រូវចេញចាកភ្នោះចេញចាកពីទ្រព្យសម្បត្តិពីគរិយាវៈអីហ្នឹងដើម្បីទៅបួសទេជាតិកំណើតតែព្រះអង្គត្រូវបួសហ្នឹងមានច្រើនទៅទៀតហ្នឹងមានច្រើនទៅទៀតដូចជាក្នុងព្រះតេមិយៈអីចឹងទៅឬក៏មហាជិនុអីចឹងទៅហ្នឹងគឺការកសាងបារមីហ្នឹងទៅតាមជាតិកំណើតអញ្ចឹងណាដូចជាព្រះវេស្សន្តរអីចឹងក្នុងជាតិហ្នឹងគឺមិនមែនជាជាតិដែលព្រះអង្គត្រូវកសាងនៅនៃកម្មបារមីអីមន្តតដើម្បីស្ម័គ្រប្រតិចេញទៅបួសអីជាតិទៅបោះបានឈានបានអភិញ្ញាលះបង់កាមគុណអីទេគឺជាតិដែលព្រះអង្គត្រូវបំពេញនៅទានបារមីព្រោះរឿងបារមីដើម្បីឲ្យបានប្រាស់ជាព្រះសម្មាសម្ពុទ្ធត្រូវតែសពគ្រប់ទាំងអស់មានទាំងទានមានទាំងសិលមានទាំងបញ្ញាអីអញ្ចឹងបានជាព្រះអង្គត្រូវវិលត្រឡប់អំពីវង្កតបរិយនឹងចូលមកព្រះនគរវិញនឹងកុំឲ្យចោទព្រះអង្គថានៅស្រឡាញ់រាជសម្បត្តិអីហ្នឹងត្រូវវិលត្រឡប់ចូលមកគ្រប់គ្រងរាជសម្បត្តិអីមានខ្លះគឺចោទព្រះវេស្សន្តរអញ្ចឹងណាអានឹងយើងត្រូវបានយល់គឺជាតិកំណើតហ្នឹងព្រះអង្គត្រូវបំពេញទានបារមីចូលមកគ្រប់គ្រងរាជសម្បត្តិព្រះអង្គមានទ្រព្យសម្បត្តិជួយអនុគ្រោះដល់ប្រជានុរាស្ត្រដល់ស្មុំយចៈអ្នកកំសត់ទូរគតដោយការព្រះអង្គចែកទានហ្នឹងណាប៉ុន្តែនិយាយអំពីនាងនន្ទទេវីអកមហេសីមានគំនុំខ្លះជាមួយនឹងព្រះមហោសថដែលធ្វើឲ្យព្រះនាងប្រត់ចាកអំពីបរិយាស្វាមីទៅចូលក្នុងអង្គម៉ងទៅនាំទៅពីណត្តិណៃទៅដល់មិថិលានគរចាប់ជំរិតយកទៅណាហ្នឹងប៉ុន្តែមិនមែនទៅធ្វើបាបធ្វើអីទេប៉ុន្តែប៉ុណ្ណឹងក៏ខឹងដែរហ្នឹងក៏ខឹងដែរចាំចាប់ទោសកំហុសដល់ចាំចាប់ទោសកំហុសចាប់បានហើយកន្លែងហ្នឹងណាចាប់បានហ្នឹងយកទៅខ្លួនឯងមិនដឹងច្បាស់ទេគេតែកាត់ស្មានទៅណាទៅបាននាំពួកស្នំហ្នឹងចូលទៅញុកញង់ព្រះរាជាទៅបានឧត្តរបញ្ចាលចលនីហ្នឹងបាទចលនីមកជាព្រះសិរីបុត្រណាចឹងណាហ្នឹងទៅញុកញង់ថាមកសត្វមេត្តាបំណងចង់ដណ្ដើមរាជសម្បត្តិព្រះជាត្រាស់សួរថាមហេសីបានឃើញអីឬក៏បានឮអីបានជាថាមហោសថនឹងចង់ដណ្ដើមរាជសម្បត្តិព្រោះបានសន្យាគ្នាច្បាស់លាស់ណានៅខាងចុងអង្គម៉ងណាចាប់ដាវសច្ចាប្រណិធានមិនឆ្លៀនពៀនមិនបៀតបៀនដល់គ្នានឹងគ្នានោះណាបានតនាងនន្ទទេវីថាឃើញព្រះនាងម្ចាស់ភេរីនឹងឯងចេញពីព្រះនិវេសទៅខាងមុខពលានលួងហ្នឹងលើកបាតដៃឡើងលាតបាតដៃឲ្យដល់មហោសថហ្នឹងព្រះអង្គដឹងថាម៉េចទេអាហ្នឹងបញ្ជាក់ថារាជសម្បត្តិរបស់ព្រះអង្គហ្នឹងដូចជាបាតដៃមហោសថអញ្ចឹងឬក៏ដូចជាលៀនបញ្ជាន់ស្រូវអញ្ចឹងនៅក្នុងកណ្ដាប់ដៃរបស់មហោសថលើកបាតដៃហ្នឹងបញ្ជាក់អញ្ចឹងហើយមហោសថស្រាប់តែក្តាប់ដៃហ្មងដាប់ដៃហ្នឹងព្រះអង្គដឹងទេដាប់ដៃក្តាប់ដៃចាប់ដាវហ្នឹងដាប់ដៃហ្នឹងក្តាប់ដៃចាប់ដាវនឹងប្រហារព្រះអង្គនឹងកាប់តៃស័កព្រះអង្គណាហើយព្រះនាងម្ចាស់ភេរីហ្នឹងស្រាប់តែស្ទាបប្រស័យស័កហ្មងស្ទាបក្បាលហ្មងតែហ្នឹងព្រះអង្គដឹងថាមិនទេស្ទាបក្បាលហ្នឹងចង់សួរមហោសថតែកាប់តែក្បាលទេហ៎បានមហោសថនឹងស្ទាបពោះនឹងព្រះអង្គដឹងថាមិនបានស្ទាបពោះទេគឺមហោសថនឹងសាហាវណាស់ថាមិនមែនកាប់តែក្បាលទេកាប់តែកដាលខ្លួនទៀតបានព្រះជាអត់ជឿថាមហោសថនឹងអាចធ្វើអញ្ចឹងទៅបានទេណាព្រោះបើមហោសថចង់បៀតបៀនយើងបៀតបៀនអង្គពីដើមក៏បានទៅហើយ
សម្រាប់យើងបានទៅហើយមិនចាំបាច់ទុកមកឥឡូវទេនឹកឃើញអញ្ចឹងប៉ុន្តែក៏មិនមែនតន់ថាទុកចិត្ត 100% ទេព្រោះចិត្តមនុស្សវាមិនទៀងពេលនោះវាមិនអីពេលនោះឥឡូវវាអីអីចឹងណាណាអញ្ចឹងទៅក៏បានចាត់ចែងនិមន្តព្រះពាយិកាភេរីហ្នឹងមកសាកសួរបានជួបមហោសថទេថាបានជួបអញ្ចឹងបាននិយាយជាមួយមហោសថថាម៉េចទេថាអត់បាននិយាយទេប៉ុន្តែដឹងសេចក្តីគ្នាដោយសញ្ញាយ៉ាងម៉េចថាអាត្មាលើកបាតដៃលាឡើងហ្នឹងសាកសួរតើព្រះរាជានឹងឯងមានប្រទានអីឲ្យដល់អ្នកហើយនៅមហោសថក្តាប់ដៃថានៅទេនៅក្នុងព្រះរាជាទាំងអស់ហ្នឹងចឹងហើយបានអាត្មាស្ទាបក្បាលហ្នឹងបញ្ជាក់ថាបើនៅនឹងមិនមានតំណែងអីទេមិនមានភាពជាធំមិនបាននៅយោមិនបានការអនុគ្រោះពីព្រះរាជាទេមិនក៏មិនមកបួសដូចជាអាត្មាមកហើយមហោសថទៀតពោះហ្នឹងចង់បញ្ជាក់ថានៅក្នុងការគ្រប់គ្រងបុត្រភរិយាទៅចិញ្ចឹមបុត្រភរិយានឹងព្រះរាជាបានស្ដាប់អញ្ចឹងហើយបានសួរទៀតថាអញ្ចឹងព្រះនាងម្ចាស់ហ្នឹងជ្រាបថាមហោសថហ្នឹងមានបញ្ញាប្រកបមែនទេព្រះនាងភេរីនឹងថាក្នុងផែនដីនេះអត់មាននរណាមានប្រាជ្ញាដូចជាមហោសថទេទូលព្រះរាជាអញ្ចឹងណាព្រះរាជាសบายប្រតិអបានអ្នកប្រាជ្ញមកនៅជាមួយអញ្ចឹងរួចទៅបាននិមន្តឲ្យព្រះពាយិកាភេរីនឹងត្រឡប់ទៅវិញទៅបានចាត់ចែងឲ្យមហោសថមកជួបសាកសួរអំពីការដែលបានជួបព្រះពាយិកានឹងណាចាត់ចែងសាកសួរសពគ្រប់ទៅមហោសថនឹងក៏បានក្រាបទូលព្រះរាជាដូចគ្នាត្រូវគ្នាណាទៀតត្រូវគ្នានឹងព្រះពាយិកានឹងអត់បាននិយាយគ្នាសោះប៉ុន្តែដឹងរឿងយល់សេចក្តីដូចគ្នាអញ្ចឹងព្រះរាជាត្រេកអរណាស់ក៏បានរៀបចំពិធីយ៉ាងឧក្រិដ្ឋកលារិកទៅទានតំណែងអគ្គសេនាបតីឲ្យដល់ព្រះមហោសថហើយនឹងរាជកិច្ចទាំងឡាយផ្សេងនឹងឯងឲ្យព្រះមហោសថនឹងឯងគ្រប់គ្រងនៅក្នុងឧត្តរបញ្ចានគរណាទៀតជាមជ្ឈិមប្រទេសណាណារួចទៅព្រះបរមពុរិស័ទបាននៅតំណែងហ្នឹងហើយក៏គិតថាកិច្ចការនៅក្នុងព្រះរាជវាំងហ្នឹងគ្រប់ចិត្តព្រះរាជាមិនបានទេព្រះរាជាចង់សម្លាប់ពេលណាក៏បានដោយល្បិចកិច្ចកលផ្សេងចង់បញ្ជាក់អំពីទឹកបតីព្រះរាជាហ្នឹងថាតើស្មោះជាមួយយើងយ៉ាងណាបានប្រគល់នៅតំណែងភាពអិសរិយយសយ៉ាងនេះតើដោយស្មោះឬក៏ដោយពិសេសដោយល្បិចកិច្ចកលអីហ្នឹងយ៉ាងណាចឹងដើម្បីបានជ្រាបបតីព្រះរាជានេះក៏បានចូលទៅចាំសំណាក់ព្រះពាយិកាទាំងឡាយនោះអ្នកបួសស្រីណាហ្នឹងចឹងទៅក៏បានចូលទៅរកព្រះនាងភេរីនឹងឯងប្រាប់អំពីបំណងរបស់ព្រះអង្គហ្នឹងឲ្យព្រះនាងភេរីនឹងចាត់ចែងជួយដើម្បីឲ្យដឹងពីបតីព្រះរាជាព្រះនាងភេរីហ្នឹងក៏បានព្រមទាំងណាបានព្រមហើយក៏បានលើកជាបញ្ហាមួយសាកសួរព្រះរាជាមុនដំបូងក្នុងទីស្ងាត់ទេក្នុងទីស្ងាត់សាកសួរថាប្រសិនបើព្រះអង្គជាមួយនឹងព្រះញាតិគឺព្រះមហាជាអ្នកនេះសលកទេវីព្រះនាងអកមហេសីនន្ទាទេវីហើយមានប្អូនប្រុសព្រះរាជាចលនីមានប្អូនប្រុសបង្កើតមួយឈ្មោះតិខេណៈតិខេណៈមន្ត្រីណាទៀតតិខេណៈរាជកុមារនឹងឯងជាមន្ត្រីក្នុងព្រះរាជវាំងហ្នឹងគឺជាប្អូនប្រុសឈ្មោះតិខេណៈហ្នឹងតិខេណៈហ្នឹងបានមកជាឆាន់អភិក្ខុឆាន់អាមាត្យណាហ្នឹងហើយបុគ្គលទី4នោះគឺធនុសេខៈហ្នឹងជាសម្លាញ់កើតថ្ងៃជាមួយគ្នា
ចិត្តដឹកលេងជាមួយគ្នាតាំងតែពីតូចចឹងមកធនុសេខៈនឹងបានមកជាព្រះរាហុលទេណានឹង4ហើយ5នឹងអាចារ្យបរោហិតណាគេវត្តព្រាហ្មណ៍នឹងជាបរោហិត6នឹងមហោសថ7គឺនឹងព្រះអង្គជាគម្រប់7បានចោះទូកទៅនៅក្នុងសមុទ្រហើយក្នុងកាលនោះមានអរទឹកមកចាប់ទូករបស់ព្រះអង្គហ្នឹងហើយទាមទារបរិភោគមនុស្ស6នាក់សូមឲ្យព្រះអង្គហ្នឹងប្រទានមនុស្សទាំង6នាក់នឹងឯងតាមលំដាប់ឲ្យអរទឹកនឹងបរិភោគរួចទៅបានអរទឹកនឹងប្រឡែងព្រះអង្គឲ្យត្រឡប់មកវិញតើព្រះអង្គប្រទានអ្នកទាំង6នាក់ហ្នឹងឲ្យអរទឹកហ្នឹងគឺឲ្យដាណាមុនគេព្រះជាឆ្លើយតាមអធិស្ឋ័យទាំងអធិស្ឋ័យរបស់ព្រះជាពេលហ្នឹងអត់មានលាក់លៀមបិទបាំងកលិចអីទេគឺថាឆ្លើយទៅតាមអធិស្ឋ័យស្មោះគឺខ្ញុំកណាឆ្លើយជាមួយព្រះពាយិកាថាខ្ញុំកណាព្រះពាយិកាភេរីហ្នឹងនិយាយជាមួយព្រះជាក៏អាត្មាដែរខ្ញុំកណាឲ្យព្រះជាអ្នកនីព្រះនាងសាលកទេវីវមេដាមុនគេណារួចមកឲ្យព្រះនាងនន្ទាទេវីអគ្គមហេសីទី2ទី3ឲ្យតេខេណៈដែលជាប្អូនប្រុសណាកណិតភិតាណាប្អូនប្រុសណាតែក្រោយមកបានធនុសេខៈជាសម្លាញ់និងក្រោយមកឲ្យបរោហិតប៉ុន្តែចំពោះមហោសថគឺខ្ញុំមិនឲ្យទេខ្ញុំកណានឹងបដូរមហោសថជាមួយនឹងខ្ញុំកណាលះបង់ជីវិតឲ្យអរទឹកបរិភោគទុកឲ្យមហោសថនៅរស់នេះគឺជាសេចក្តីពិតរបស់ខ្ញុំកណានឹងព្រះរាជាណាដែលបានឆ្លើយជាមួយនឹងព្រះពាយិកាភេរីទាំងបានព្រះពាយិកាភេរីហ្នឹងទូសួរព្រះរាជាទៅព្រះមេដាមានគុណណាស់មានគុណលើព្រះអង្គហើយក្នុងកាលដែលព្រាហ្មណ៍ឈ្មោះឆាប់ភិមានបំណងសម្រាប់ព្រះអង្គបានព្រះមេដានឹងឯងព្រះនាងសាលកទេវីនឹងឯងមានឧបាយកលបញ្ជានាំព្រះអង្គចេញអំពីព្រះនគរឲ្យបានរស់រានមានជីវិតនឹងហើយហេតុអីបានជាព្រះអង្គបានលះបង់ព្រះជាអ្នកនីម្ដាយណាឲ្យទៅរកទឹកមុនគេអញ្ចឹងបានឆ្លើយថាព្រះមេត្តាមានគុណច្រើនក៏ពិតមែនហើយក៏ប៉ុន្តែទោសកំហុសក៏មានច្រើនដែរបរិច្ចាគឲ្យទៅនឹងបើនិយាយទៅតាមច្បាប់កម្មវាមិនមែនជារឿងបាណាតិបាតរបស់ព្រះរាជាទេណាទេណាដែលឲ្យទៅនឹងបាណាតិបាតវានៅលើអរទឹកឯនោះទេតែគ្រាន់តែព្រះរាជាឲ្យហ្នឹងគឺទៅតាមលំដាប់ទៅតាមដែលថាអរទឹកគេទៀមទាឲ្យព្រះអង្គឲ្យហើយហ្នឹងប៉ុន្តែនិយាយពីចិត្តរបស់ព្រះរាជាមិនមែនប្រព្រឹត្តទៅដើម្បីបាណាតិបាតទេអត់មានបំណងអីដើម្បីសម្លាប់អ្នកទាំងអស់ហ្នឹងទេហ្នឹងណាប៉ុន្តែនេះគ្រាន់តែជាប្រស្នាទេគ្រាន់តែជាបញ្ហាដើម្បីសួរបញ្ជាក់អំពីទឹកចិត្តទេណាចឹងហ្នឹងណាបានព្រះរាជាពោលអំពីរឿងព្រះជាអ្នកនីនឹងឯងព្រះជាអ្នកនីសាលកទេវីហ្នឹងបានមកជាធោលៈនន្តិកាភិក្ខុនីទៀតមានឱកាសចាំខ្ញុំណាពីបរាប់អំពីធោលៈនន្តិកាភិក្ខុនីថាព្រះមេដានឹងជាស្ត្រីលិចលក់ហ្នឹងដែលនៅក្នុងវ័យចាស់ហើយនឹងស្លៀកពាក់ប្រដាប់កាយដូចជាក្មេងក្រមុំអញ្ចឹងបានអាខ្សែមាសយកមកប៉ាត់ចង្កេះពាក់សិទ្ធិពេជ្រដើរលឺសូររោគរ៉ាក្នុងព្រះសំណាក់នឹងអីពេលដែលខ្ញុំកណាចូលចំណេកខ្ទុំអីហ្នឹងក៏រោគរ៉ាហើយលេះលោះណាស់ចូលចិត្តហៅពួកឆ្មាំទ្វាមកនិយាយលេងខុសកាលពួកអ្នកបង្ហាត់សេះបង្ហាត់តម្រៃមកនិយាយលេងខុសកាលហើយមានពេលមួយនោះសរសេរជាសារដាក់ថាជាពាក្យរបស់ខ្ញុំកណាជាសាររបស់ខ្ញុំកណាបញ្ជូនឲ្យទៅទូតឲ្យយកទៅដល់ប្រទេស
นกลัวข้างក្រៅឯណោះថាឲ្យអ្នកនគរខាងក្រៅនឹងឯងមកយកព្រះជាណនីមេត្តារបស់យើងនឹងទៅព្រោះព្រះជាណនីមេត្តារបស់យើងជាស្ត្រីដែលនៅគួរជាទីប្រាថ្នាជាស្ត្រីដែលគួរស្រឡាញ់បាននឹងសរសេរសារខ្លួនឯងប្រថាប់ត្រាព្រះរាជានឹងមានភាពរលាក់រលក់ច្រើនណាស់ទៀតមានក្នុងព្រះអត្តកថានិយាយអំពីប្រវត្តិហ្នឹងរលាក់រលក់តាំងពីដើមរហូតមកដល់ធោលនន្តិកាទីកណីហ្នឹងព្រះបិតារបស់ព្រះបាទចលនីហ្នឹងមានព្រះនាមថាមហាចលនីណាទៀតហ្នឹងមហាចលនីហ្នឹងជាព្រះស្វាមីរបស់ព្រះនាងសាលកទេវីហ្នឹងព្រះនាងសាលកទេវីនឹងក្បត់ចិត្តទៅទៀតព្រះនាងសាលកទេវីនឹងក្បត់ចិត្តទៅស្រឡាញ់ព្រាហ្មណ៍ឈ្មោះឆាប់ភិហើយចាត់ចែងសម្រាប់ប្តីខ្លួនឯងចឹងហ្នឹងព្រះនាងសាលកទេវីហ្នឹងណាចាត់ចែងសម្រាប់មហាចលនីហើយយកព្រាហ្មណ៍ឈ្មោះឆាប់ភិនឹងឯងឲ្យមកសោយរាជប្រគល់រាជសម្បត្តិឲ្យដល់ព្រាហ្មណ៍ឈ្មោះឆាប់ភិហ្នឹងក្នុងកាលនោះមានព្រះបាទចលនីជាកូនហ្នឹងដែលនៅកុមារក្នុងកាលនោះបាទចលនីនឹងឯងសុំរបស់សោយពីមេដាហើយនឹងទឹកអំពៅយកមកសោយហ្នឹងហើយវាមានរុយវាមករោមចលនីកុមារនេះបិតាឈ្មោះមហាចលនីនឹងត្រូវស្លាប់ហើយដោយសារមហេសីបណ្ឌកូនមកមានឈ្មោះចលនីដែរព្រះរាជាដែលបានមកជាព្រះសិរីបុត្រនេះណានឹងឆ្លាតណាស់ក្នុងកាលដែលរុយវារោមអញ្ចឹងឯងក៏សម្រក់ទឹកឃ្មុំទៅនឹងដីសម្រក់ទឹកអំពៅសម្រក់ទឹកអំពៅទៅនឹងដីហើយដេញរុយឲ្យទៅរោមទឹកអំពៅនោះអស់រោមទឹកអំពៅនោះអស់អញ្ចឹងទៅអត់បានមករោមចំណីហើយនឹងខ្លួនឯងអញ្ចឹងទេព្រាហ្មណ៍ឆាប់ភិសម្លឹងឃើញអញ្ចឹងនឹកឃើញថាប្រមាណនេះធំឡើងប្រកាសជាមិនឲ្យរាជសម្បត្តិដល់យើងមុខដណ្ដើមរាជសម្បត្តិពីយើងណាមានគំនិតចង់សម្លាប់ចលនីកុមារនេះហើយមិនគិតអីខ្លួនឯងចូលទៅប្រាប់ព្រះនាងសាលកទេវីព្រះនាងសាលកទេវីក៏ឆោព្រាមនឹងដែរណាថាអត់មានជាបញ្ហាអីទេខ្ញុំម្ចាស់នេះហ៊ានដល់ទៅសម្លាប់ប្តីហើយកូននឹងមានតែខ្លាចអីរួចទៅក៏ចាំខ្ញុំម្ចាស់ចាត់ចែងរួចក៏បានទៅនិយាយជាមួយចុងភៅមេចុងភៅប្រចាំព្រះរាជវាំងណាមេចុងភៅហ្នឹងមានកូនមួយឈ្មោះធនុសេខៈកើតថ្ងៃដំណើរគ្នានឹងចលនីនឹងធនុសេខៈហ្នឹងដែលបានមកជាព្រះរាហុលណាហ្នឹងឲ្យចុងភៅហ្នឹងឯងនាំធនុសេខៈជាកូនបង្កើតហើយនឹងចលនីហ្នឹងពេលយប់ចេញពីទ្វារតូចរត់ទៅហើយព្រះនាងសាលកទេវីនឹងឲ្យគេរៀបចំឆ្អឹងពពែយកមកដាក់ក្នុងបន្ទប់ហើយដុតភ្លើងទាំងយប់ហ្នឹងឯងបានឆោឡោឡើងថាអ្នកទាំង3ហ្នឹងស្លាប់ឆេះក្នុងភ្លើងឆេះទៅលើខ្ទេចឆ្អឹងហ្នឹងឆេះបែកជាបំណែកដូចឆ្អឹងមនុស្សចឹងទៀតឆេះខ្លាំងណាហ្នឹងគឺដុតតំណាក់របស់អ្នកទាំង3ហ្នឹងពីអ្នកហ្នឹងធនុសេខៈហើយនឹងចលនីកុមារជាកូនហ្នឹងគឺតែងតែនៅក្នុងបន្ទប់ជាមួយគ្នាទៅណាដេកដើរជួងអង្គុយអីជាមួយគ្នាហើយមេចុងភៅហ្នឹងក៏នៅជាមួយនឹងដែរត្រូវឆេះទាំង3អ្នកហ្នឹងទៅតាមពិតអ្នកទាំង3ហ្នឹងរត់បាត់ហើយណារត់ទៅដល់ឯសាគលនៅនគរណាចឹងណាសាគលនៅនគរក្នុងមត្តរដ្ឋណាដែលជានគរតូចទេរួចទៅចុងភៅហ្នឹងក៏ទៅសុំបម្រើព្រះរាជាមត្តរដ្ឋនឹងឯងព្រះរាជាក៏អនុគ្រោះឲ្យនៅទៅហើយចេះស្បគុណព្រះរាជាលើកឲ្យធ្វើជាចុងភៅដកចុងភៅចាស់ចេញរួចទៅក៏បានយកកូនទៅព្រះរាជាសួរថាកូនទូលបង្គំចឹងមិនក៏មុខមិនដូចគ្នាថាម៉ែវាផ្សេងគ្នាកុហកព្រះរាជានោះទៀតណាហ្នឹងលេខអាកំបាំងហ្នឹងក្រោយមកហ្នឹងព្រះបាទមត្តរាជហ្នឹងនៅឯសាគលនគរហ្នឹងព្រះបាទមត្តរាជហ្នឹងមានកូនស្រីឈ្មោះនន្ទាធីតានេះដែលបានជាអគ្គមហេសីរហូតមកណាហ្នឹងមាននាងនន្ទាហ្នឹងនៅជាតូចនៅលេងជាមួយគ្នាហើយពេលមួយហ្នឹងឯង
ចំទីកមានឹងឲ្យយកខ្សែឲ្យយកប៊ូលបាល់ធ្វើពីឈើមូលឲ្យយកមកនាងនន់ទានឹងអត់បានទៅយកមកវាយគេទេវាយគេយំប៉ុន្តែនាងនន់ទានឹងមានចិត្តស្រឡាញ់ចលនីហ្នឹងណាព្រោះវាធំគ្រាន់ហើយចន្ទង់ហើយណាវាចេះមានចិត្តស្រឡាញ់ហើយនៅជាមួយគ្នាឃើញមុខគ្នារាល់ថ្ងៃហ្នឹងយំគេវាយយំបីតាឃើញទេឃើញចលនីវាយកូនស្រីប៉ុន្តែឲ្យគេមកសួរថាម៉េចបានយំណាកូនស្រីឯងអត់ប្រាប់តែចលនីវាយទេតែប្រាប់ទៅក្រែងលោកបៃតាដាក់ទោសប្រាប់តែអត់ទេអត់មានអ្នកណាវាយទេយំរឿងអីណាផ្សេងទៅកុហកគេណាដោយស្រឡាញ់ចលនីហ្នឹងអត់ប្រាប់តែចលនីវាយទៀតបៃតាចាប់ពីនឹងមកមានការត្រេះរិះឃើញភាពអង់អាចក្លាហានរបស់ចលនីហ្នឹងរួចទៅក្រោយមកពួកស្នំអ្នកបម្រើហ្នឹងយកនំទៅឲ្យនន្ទាកមារីនឹងឯងនន្ទាកមារីហ្នឹងចែកឲ្យកមាផ្សេងទៀតកមាផ្សេងមកទទួលនំសិតតែលុតជង្គង់ទទួលទេលុតជង្គង់ទទួលណាចលនីអត់ទេទៅដល់បងចិត្តចាប់ទាញពីដៃយកមកព្រះជាសង្កេតឃើញទៀតឃើញភាពអង្អាចក្លាហានមិនសំណំជាកូនអ្នកចង់ភៅទេហ្នឹងរឹកពេលហ្នឹងសំតែកូនស្ដាច់ហ្នឹងសង្កេតដឹងពេលមួយណាអាកូនប៊ូលហ្នឹងវាល្មៀលចូលទៅក្នុងក្រេបន្ទុំស្ដាច់អាក្រេតូចសំសាននោះចលនីគិតថាមិនត្រូវអោនចូលទៅក្នុងក្រេស្ដាច់ក្នុងបច្ចានប្រទេសទេយកឈើកាវទេយកឈើកាវអត់អោនក្បាលចូលទេព្រះជាសង្កេតដឹងអញ្ចឹងហៅចុងភៅមកសួរចុងភៅកុហកទៀតកុហកអត់បានព្រះជាសន្លត់ថាបើមិនប្រាប់តាមពិតទេសម្លាប់ចោលចុងភៅនឹងភ័យខ្លាចបានប្រាប់ការពិតដល់ប្រាប់ការពិតទៅក៏បានទុកដាក់ឲ្យកូនខ្លួនឯងនន្ទាធីតាជាកូននេះឲ្យជាអ្នកយកចិត្តទុកដាក់បម្រើចលនីនឹងឯងហើយក៏បានចាត់ចែងសំគុំជាមួយគ្នានឹងទៅចលនីក៏ស្រឡាញ់នាងនន្ទានឹងរហូតតាំងពីនឹងមកណាហ្នឹងហើយត្រង់សេចក្តីនេះឯងដែលបរិពាយការភេរីបញ្ជាក់ថាប្រមេតានឹងឯងជំនះបញ្ជាព្រះអង្គចេញអំពីនគរទៅហើយហេតុអីបានជាព្រះអង្គបានប្រទានឲ្យអរតិតនឹងមុនគេបានព្រះជានឹងបញ្ជាក់អំពីទោសរបស់មេតានឹងពីរឿងកន្លែងហ្នឹងពីរឿងដល់ច្រើនហ្នឹងរលាក់រលក់ទៅជាមួយប្រុសហ្នឹងចាស់ហើយធ្វើខ្លួនដូចឯងកំមុំអញ្ចឹងហ្នឹងពាក់ខ្សែមាសរឹតចកេះពេជ្រហើយចូលចិត្តនិយាយជាមួយប្រុសអ្នកបង្ហាត់តម្រៃបង្ហាត់សេះឆ្មាំទ្វេហួសពេលហួសវេលាហើយខ្លែងសារជំនួសព្រះអង្គឲ្យគេមកយកខ្លួនឯងទៅធ្វើជាប្រពន្ធទៀតហ្នឹងព្រះជាបានប្រកាសប្រាប់ថានៅពេលដែលក្នុងអង្គប្រជុំព្រះជាក្នុងដតីមកប្រជុំអានសារហ្នឹងទៅណាខ្ញុំកណាខ្មាស់គេដូចកបិតក្បាលនៅអង្គប្រជុំអញ្ចឹងឯងហ្នឹងប្រាប់ថាខ្មាស់គេសម្បើមនៅអារឿងដែលម្ដាយខ្លែងសារទៅនោះហ្នឹងរួចទៅបានតែនឹងចឹងលើចោះឥឡូវព្រះនាងនន្ទាទេវីអត្តមហេសីដែលស្រឡាញ់ព្រះអង្គស្មោះណាស់តាំងអំពីនៅមត្តរដ្ឋនឹងសំបីតែព្រះអង្គវាយនាងហើយនាងមិនបានប្រាប់ថាព្រះអង្គនឹងវាយផងនាងស្រឡាញ់ស្មោះណាស់តាមព្រះអង្គមានរូបល្អហើយមានសម្លេងពីរោះណាស់នាងនន្ទាទេវីសម្លេងពីរោះណាស់និយាយពីរោះទៅហ្មងចឹងហ្នឹងព្រះមហោសថក៏សរសើរសម្លេងព្រះនាងនន្ទាទេវីនឹងដែរហើយព្រះនាងភេរីហ្នឹងក៏សរសើរសម្លេងហ្នឹងសម្លេងពីរោះហេតុអីក៏ព្រះអង្គទ្រង់ប្រទានឲ្យដល់អរតិតអញ្ចឹងបានព្រះជានឹងព្រះជាបញ្ជាក់អំពីទោសតែរឿងស្រឡាញ់ហើយណាប៉ុន្តែថានិយាយអំពីទោសវាតែងតែមានហើយវាមានបន្តិចបន្តួចតបសំអញ្ចឹងនាងនន្ទានឹងច្រើនដោយអ៊ីស្រានិងមច្ឆរិយៈព្រះជាដឹងណាទៀតអ្នកដតីមិនសូវជាដឹងប្រមាណទេព្រះជាថាខ្ញុំកណានឹងឯងតែងចែកទ្រព្យឲ្យដល់ភរិយាដតីឲ្យដល់កូនដតីហើយនាងនន្ទានេះឯងតែងសុំទ្រព្យសម្បត្តិដែលខ្ញុំកណាចែកឲ្យភរិយាដតីកូនដតីនឹងឯងកាលដែលកូនដតីនឹងបានយកទៅប្រដាប់ប្រដាទៅពាក់ខ្សែដៃអីហ្នឹងចឹងហើយទៅប្រាប់ថាព្រះជាឲ្យយកហើយទៅដោះយកពីដៃពីខ្លួនរបស់កូនខ្ញុំកណានឹងមកវិញហើយកូនខ្ញុំកណានឹងយំសោកមកប្រាប់ខ្ញុំកណាធ្វើឲ្យខ្ញុំកណានឹងមានសេចក្តីលំបាកច្រើនដោយសារតែនាងនន្ទាទេវីនឹងច្រើនតែដោយ
អ៊ីសានិងមាឆរិយៈទាំងច្រើនដោយសេចក្តីកំណាញ់ហ្នឹងហើយអ៊ីសាចំណែនណាមិនចង់ឲ្យព្រះជានឹងប្រទានទ្រព្យសម្បត្តិអីឲ្យដល់ភរិយាដតីទេព្រោះព្រះជាមិនមែនមានតែនាងនន្ទាទេវីនឹងមួយណាភរិយាច្រើនទៀតកូនដតីក៏មានច្រើនទៀតចិត្តចំណែនចិត្តកំណាញ់ចិត្តដណ្ដើមទ្រព្យសម្បត្តិអំពីអ្នកទាំងអស់ហ្នឹងនឹងបញ្ជាក់ប្រាប់ពីទោសកំហុសណាទោសកំហុសវាតែជាមានជាធម្មតាហើយតិចតួចប៉ុន្តែបញ្ជាក់ហ្នឹងគឺចង់បញ្ជាក់ថាត្រូវឲ្យដល់អរៈទឹកនេះប៉ុន្តែដល់មកព្រះបរមពុរិស័ទណាទេដល់មកព្រះបរមពុរិស័ទហ្នឹងរកកំហុសមិនឃើញណាជាចុងក្រោយហ្នឹងបានជាសុខចិត្តថាលះបង់ខ្លួនឯងឲ្យដល់អរៈទឹកហ្នឹងតែមហោសថនៅក៏គង់ចិញ្ចឹមម្ដាយចិញ្ចឹមបុត្រចិញ្ចឹមភរិយារបស់ខ្ញុំកតាបានព្រោះជាអ្នកប្រាជ្ញដឹងបច្ចុប្បន្នដឹងហេតុទៅអនាគតសពគ្រប់នោះប៉ុន្តែឥឡូវនិយាយពីអ្នកទាំងអស់ហ្នឹងតាមលំដាប់មកវាមានកំហុសហ្នឹងតិខិណៈដែលជាប្អូនហ្នឹងទេហ្នឹងក៏ព្រះនាងភេរីនឹងសួរដែរបាននាំយកសម្បត្តិអំពីព្រះរាជាដតីទៀតក្នុងដែនដតីទៀតមកឲ្យព្រះអង្គសោយរាជហើយប្រគល់រាជសម្បត្តិឲ្យព្រះអង្គទៀតមិនក៏ព្រះអង្គប្រគល់ឲ្យអរៈទឹកតែមានទោសកំហុសអីយ៉ាងណានឹងតិខិណៈជាប្អូនប្រុសហ្នឹងបានមកជាឆាន់អាមាត្យហ្នឹងឆាន់អាមាត្យហ្នឹងគឺច្រើនទៅដោយអីចឹងច្រើនទៅដោយសាថយៈណាសាថយៈឧបកិលេសណាអំនួតអួតអាងចឹងអំនួតអួតអាងហ្នឹងឆានវិខហ្នឹងដែលមិនតាន់បានត្រាស់ដឹងសច្ចៈគោអួតអាងណាអួតអាងហើយរឿងព្រះសិរីបុត្រប្រមុខកលៀនអីសម្បើមកថាប្រពុតរបស់យើងប្រធัวរបស់យើងប្រសង់របស់យើងឯងមកអគ្គសាវកអីណាឆានអាមាត្យហ្នឹងណារឿងព្រះសិរីបុត្រព្រះសម្មាសម្ពុទ្ធទូមានក៏អត់បានដែរហើយមានសាថយៈតាំងពីដើមមកព្រះជាបានមានព្រះអង្គការត្រាស់ប្រាប់ព្រះទេកាភេរីប្រាប់ថាតិខិណៈដែលជាគណិតថភេតានេះតែកាលណាខឹងក្រោតអីរំលើកហើយថាព្រះអង្គសោយរាជដោយសារទូលបង្គំបាននៅដែនដីបាននៅទ្រព្យសម្បត្តិដោយសារទូលបង្គំតែតែរំលើកពីរឿងហ្នឹងវាចេះតែនៅពេលដែលព្រះនាងសិលកទេវីនឹងឯងបានសម្លាប់ស្វាមីលើករាជសម្បត្តិឲ្យឆាប់ភិព្រាមណានៅក្នុងពេលហ្នឹងចលនីហ្នឹងបានកើតហើយនៅជាកុមារក្នុងពោះហ្នឹងមានតិខិណៈកុមារហ្នឹងតិខិណៈកុមារហ្នឹងគឺជាប្អូនបង្កើតរបស់សម្បត្តិចលនីហ្នឹងជាបុត្ររបស់មហាចលនីណាទាំងកូនដែលនៅក្នុងពោះហ្នឹងណាហ្នឹងដែលក្បត់ប្តីហើយលើករាជសម្បត្តិឲ្យដល់ព្រាមណាសម្រាប់ប្តីណាហ្នឹងគឺមានកូននៅក្នុងពោះហ្នឹងមួយផងដែរហ្នឹងហើយដល់ទៅពេលបានឆាប់ភិព្រាមហ្នឹងមកកូននឹងកើតមកឆាប់ភិព្រាមនឹងឯងគឺបានធ្វើកិច្ចបន្លំថាដូចជាបិតាបង្កើតអញ្ចឹងបានប្រគល់ប្រខំនឹងឯងឲ្យតិខិណៈកុមារថាចង់ចូលមកជួបបិតាឲ្យកាន់ប្រខំនឹងមកជួបហើយពេលមួយមានអាមាត្យមួយប្រាប់រឿងពិតថាព្រះរាជកុមារគឺបានកំព្រាបិតាតាំងពីនៅក្នុងពោះម្លេះបិតាសប្ថ្ងៃនេះមិនមែនបិតាបង្កើតទេហើយបានរៀបរាប់រឿងទាំងអស់ហ្នឹងចឹងបានរៀបរាប់រឿងទាំងអស់ហ្នឹងដល់អញ្ចឹងខឹងដោយសារព្រាមឆាប់ភិនឹងឯងដែលធ្វើឲ្យបិតានឹងឯងត្រូវមេត្តាប្រហារជីវិតយ៉ាងនេះរួចទៅបានធ្វើល្បិចកលបានយកប្រខណ្ឌនឹងឯងឲ្យមហាស្លឹកមួយចិត្តដិតរួចទៅប្រាប់មហាស្លឹកមួយទៀតឲ្យដណ្ដើមប្រខណ្ឌនឹងគ្នាមហាស្លឹកទាំងពីរនឹងឆ្លោះគ្នាតងតាំងរួចទៅបានតិខិណៈកុមារនឹងឲ្យម្នាក់ទៀតមកសាកសួរទៅថាដណ្ដើមប្រខណ្ឌគ្នាឬដល់ឆាប់ភិព្រាមហៅតិខិណៈកុមារទៅសាកសួរទៅថាប្រខណ្ឌនឹងជារបស់គេទេគេថារបស់គេទេបានព្រាមនឹងថារបស់គេមិនមានគ្រឿងចំណាំជាប្រខណ្ឌសម្រាប់រាជច្បាស់លាស់ណាឲ្យទៅយកមកមើលនឹងបិតាប្រាប់កន្លែងចំណាំឲ្យដល់បាត់ហ្នឹងបានតិខិណៈកុមារទៅយកដាវនឹងមក
យកមកដកដាវនឹងពីស្រោមទៅដើម្បីបង្ហាញឲ្យដល់ព្រាហ្មណ៍នឹងប្រាប់អាកន្លែងចំណាំទៀតគ្រាន់តែដកបានតែប៉ុណ្ណឹងព្រាហ្មណ៍នឹងអត់ដឹងខ្លួនអីទេទេតេកណៈកុមារវត្តមកដល់ឆ្វាច់បិទកតខ្មៅធ្លាក់មកក្បែរជើងខ្លួនឯងណាទេហ្នឹងហើយរួចទៅដល់អញ្ចឹងទៅក៏បានចាត់ចែងរៀបឲ្យសោយរាជទៅសោយរាជក្នុងឧត្តរបញ្ចាលនគរហ្នឹងទៅហ្នឹងដោយលោកគ្រូបងបានប្រកេនគុណម្ចាស់ជំរាបញាតិញោមឲ្យរឿងជាដករឿងហ្នឹងគឺថាដែលព្រះអង្គសម្ដែងនេះបញ្ជាក់អំពីការកាប់សម្លាប់ការបៀតបៀនការប្រហារជាទុក្ខក្នុងវដ្តសង្សារហ្នឹងអញ្ចឹងណាចឹងហ្នឹងហើយក្រោយមកតេគណៈកុមារសោយរាជនឹងឯងបានដណ្ដើមយកដែនដីពីព្រះរាជាដតី